ក៏គ្រប់គ្រងប្រឹក្សាសន្តិសុខ UN ត្រៀមបោះឆ្នោតប្រើកម្លាំងទ័ពបើកផ្លូវនាវាចរនៅច្រកសមុទ្រហូម៉ូសពិភពលោកកំពុងអ៊ុតមើលយ៉ាងអន្ទះសារគណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ក្រុងនឹងធ្វើការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រនេះលើសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយការពារចាំបាច់ទាំងអស់ដើម្បីធានាសុវត្ថិភាពនៅច្រកសមុទ្រហូម៉ូសបន្ទាប់ពីត្រូវបានអ៊ីរ៉ង់បិទគប់ស្ទើរតែទាំងស្រុងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ប្រសិនបើច្បាប់នេះត្រូវបានអនុម័តប្រទេសជាសមាជិកអាចធ្វើសកម្មភាពជាលក្ខណៈបុគ្គលឬតាមរយៈសម្ព័ន្ធមិត្តកងទ័ពជើងទឹកពហុជាតិការប្រើប្រាស់កម្លាំងទ័ពដើម្បីប្រើជាវិធានការការពារនៅក្នុងច្រកសមុទ្រនិងដែនទឹកជាប់ពាក់ព័ន្ធការអនុញ្ញាតនេះនឹងមានសុពលភាពយ៉ាងហោចណាស់6ខែដោយតម្រូវឲ្យមានការរាយការណ៍រាល់3ខែម្ដងទៅកាន់ UN អង្គការសហប្រជាជាតិកំពុងពិចារណាជំហានដ៏ធំមួយដែលកម្រកើតមានគឺអនុញ្ញាតឲ្យមានកម្លាំងយោធាចូលការពារនាវាដឹកប្រេងនៅច្រកសមុទ្រហូម៉ូសក្រុមប្រឹក្សាសន្តិសុខនៃអង្គការនេះនឹងបោះឆ្នោតនៅថ្ងៃនេះគឺទី3ខែមេសាឆ្នាំ2026យោងតាម Reuters ប្រទេសបារ៉ែនដែលជាប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅឆ្នាំនេះបានរៀបចំសេចក្តីសម្រេចមួយដែលបើកផ្លូវឲ្យប្រទេសនានាអាចប្រើក្រុមមធ្យោបាយការពារចាំបាច់ដើម្បីធានាសុវត្ថិភាពនាវាចរនៅច្រកហូម៉ូសសេចក្តីសម្រេចដែល Reuters ទទួលបានមិនបានកំណត់មិនឲ្យប្រើកម្លាំងយោធានោះទេនិយាយឲ្យចំសេចក្តីសម្រេចនេះអាចបើកផ្លូវឲ្យមានកងទ័ពជើងទឹកអន្តរជាតិចូលការពារនាវាពាណិជ្ជកម្មឬក៏បង្កើតបេសកកម្មយោធាដើម្បីបើកផ្លូវសមុទ្រដ៏សំខាន់បំផុតមួយនេះឡើងវិញក៏ប៉ុន្តែពេលនេះសេចក្តីសម្រេចនេះកំពុងជាប់គាំងដោយសារតែចិនចេញមុខប្រឆាំងមុនការបោះឆ្នោតកើតឡើងទៅទៀតឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោកហ្វូកុងនិយាយថាសេចក្តីសម្រេចដែលកំណត់ថាអាចប្រើក្រុមមធ្យោបាយការពារចាំបាច់ដើម្បីបើកច្រកហូម៉ូសអាចធ្វើឲ្យមានការប្រើកម្លាំងដែលមិនរឹងមុខនិងខុសច្បាប់คล้ายទៅជាស្របច្បាប់ហើយនាំឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់សូមបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកសរុបមកពី15ប្រទេសក្នុងនោះមាន5ប្រទេសជាសមាជិកអចិន្ត្រៃយ៍ដើម្បីឲ្យសេចក្តីសម្រេចនេះចូលជាធរមានបានក្រុមប្រឹក្សានេះត្រូវការយ៉ាងតិច9សម្លេងគ្រប់គ្រងហើយមិនត្រូវមានសម្លេងវេតូពីសមាជិកអចិន្ត្រៃយ៍ទាំង5មានន័យថាបើចិនប្រើសិទ្ធិវេតូសេចក្តីសម្រេចនេះអាចត្រូវជាប់គាំងភ្លាមៗតាមការរាយការណ៍ប្រទេសមួយចំនួនកំពុងតែព្យាយាមកែសម្រួលពាក្យពេចន៍នៅក្នុងសេចក្តីសម្រេចនេះដើម្បីបន្ថយការប្រឆាំងពីចិននិងរុស្ស៊ីនេះអាចជាដំណឹងបន្ទាន់មួយគឺនៅក្នុងគណៈពេលដែលមានបណ្ដឹងរបស់ប្រទេសបារ៉ែនដែលស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងការសម្រេចទៅលើការប្រើប្រាស់លើកងទ័ពដើម្បីការពារច្រកហូម៉ូសនោះឥឡូវនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការបោះឆ្នោតទៅលើសំណើអនុញ្ញាតឲ្យមានសកម្មភាពកងទ័ពដើម្បីការពារច្រកហូម៉ូសនោះហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោតនៅក្នុងថ្ងៃសុក្រលើសំណើរបស់ប្រទេសបារ៉ែនដែលលោកអនុញ្ញាតឲ្យប្រើប្រាស់ទៅលើមធ្យោបាយការពារចាំបាច់ទាំងអស់ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហូម៉ូសប្រសិនបើសេចក្តីព្រាងនៃសេចក្តីសម្រេចនេះទទួលបាននូវការគាំទ្រនៅក្នុងការបោះឆ្នោតនោះនឹងអនុញ្ញាតឲ្យប្រទេសនានាប្រើប្រាស់មធ្យោបាយការពារចាំបាច់ទាំងអស់ដើម្បីធានាការឆ្លងកាត់ច្រកសមុទ្រហូម៉ូសដែលរឹតបន្តឹងទៅដោយអ៊ីរ៉ង់នោះអ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រហូម៉ូសដ៏សំខាន់មួយនេះស្ទើរតែទាំងស្រុងដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលដែលបានចាប់ផ្ដើមនៅក្នុងថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ប្រសិនបើសេចក្តីព្រាងសេចក្តីសម្រេចនេះបានអនុម័តនោះរដ្ឋជាសមាជិកនឹងទទួលបាននូវការអនុញ្ញាតឲ្យធ្វើសកម្មភាពជាលក្ខណៈបុគ្គលឬក៏តាមរយៈនៃភាពជាដៃគូកងទ័ពជើងទឹកពហុជាតិស្ម័គ្រចិត្តដែលជូនដំណឹងទៅដល់ក្រុមប្រឹក្សាសន្តិសុខជាមុនដើម្បីប្រើប្រាស់វិធានការការពារនៅក្នុងច្រកសមុទ្រនិងដែនទឹកជាប់គ្នារួមទាំងនៅក្នុងដែនទឹកនៃរដ្ឋជាប់ឆ្នេរសមុទ្រមានព្រំប្រទល់ជាប់ទៅនឹងច្រកសមុទ្រដើម្បីធានាសុវត្ថិភាពផ្លូវឆ្លងកាត់រារាំងការប៉ុនប៉ងបិទឬក៏រារាំងការធ្វើចរាចរណ៍អនុញ្ញាតនេះនឹងមានរយៈពេលយ៉ាងហោចណាស់6ខែគិតចាប់តាំងពីការអនុម័តហើយនឹងតម្រូវឲ្យមានការរាយការណ៍ប្រចាំត្រីមាសដោយរដ្ឋដែលចូលរួមនោះសេចក្តីព្រាងសេចក្តីសម្រេចកោតទោសសកម្មភាពរបស់អ៊ីរ៉ង់ថារំលោភទៅលើច្បាប់អន្តរជាតិនិងព្រមានអំពីផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មអន្តរជាតិសន្តិសុខធម្មពលខ្សែសង្វាក់ផ្គត់ផ្គង់និងសេដ្ឋកិច្ចរបស់ពិភពលោកសេចក្តីព្រាងបានសង្កត់ធ្ងន់ផងដែរថាកប៉ាល់និងយន្តហោះមានសិទ្ធិឆ្លងកាត់ច្រកសមុទ្រហូម៉ូសដោយគ្មានការរារាំងនោះទេរបស់រដ្ឋជូងសមុទ្រម្នាក់បានប្រាប់ CNN ថាព្រះអង្គម្ចាស់រាជទាយានៃប្រទេសអារ៉ាប៊ីសាអូឌីតគឺលោកម៉ូហាម៉េតប៊ីនសាល់ម៉ាន់ពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin ហើយថាមានការរំពឹងទុកថារុស្ស៊ីនឹងមិនរារាំងសេចក្តីព្រាងសេចក្តីសម្រេចនោះទេមន្ត្រីរូបនេះបានបន្ថែមទៀតថាព្រះអង្គម្ចាស់បានរំពឹងថានឹងបញ្ចុះបញ្ចូលមន្ត្រីពាក់ព័ន្ធនៅក្នុងប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខម្នាក់ទៀតជាមួយនឹងការរំពឹងថាទីក្រុងប៉េកាំងនឹងមិនរារាំងដូចគ្នាប្រិមិត្តនេះគឺជាព័ត៌មានដែលទាក់ទិនទៅនឹងក្រុមប្រឹក្សាសន្តិសុខការបោះឆ្នោតទៅលើសំណើរបស់ប្រទេសបារ៉ែនដែលនឹងអាចធ្វើការអនុញ្ញាតឲ្យធ្វើសកម្មភាពកងទ័ពបីការពារច្រកសមុទ្រហូម៉ូសនេះប៉ុន្តែឥឡូវនេះនៅមិនទាន់បានសម្រេច 100% ទេវាត្រូវតែមានការឆ្លងកាត់ទៅនឹងក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ដែលក្នុងនោះគឺមានប្រទេសចំនួន5សហរដ្ឋអាមេរិកមានបារាំងអង់គ្លេសស៊ីក៏ដូចជាប្រទេសចិនផងដែរនៅក្នុងនោះដែរគឺមានប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ានេះបើយោងទៅតាមសារព័ត៌មាន CNN ក៏មានព្រះអង្គម្ចាស់នៃរាជទាយានៃប្រទេសអារ៉ាប៊ីសាអូឌីតនេះគឺបានពិភាក្សាជាមួយនឹងប្រទេសរុស្ស៊ីគឺលោកពូទីនហើយថានឹងមានការរំពឹងទុកថារុស្ស៊ីនឹងមិនរារាំងនៅសេចក្តីព្រាងនៃសេចក្តីសម្រេចនេះទេហើយមន្ត្រីរូបនេះបន្ថែមថាព្រះអង្គម្ចាស់ត្រូវបានរំពឹងថានឹងបញ្ចុះបញ្ចូលទៅនឹងមន្ត្រីពាក់ព័ន្ធទៅក្នុងប្រទេសចិននេះដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខម្នាក់ទៀតជាមួយនឹងការរំពឹងថាទីក្រុងប៉េកាំងនឹងមិនរារាំងដូចគ្នាប្រិមិត្តនេះគឺគ្រាន់តែជាសេចក្តីព្រាងនៃសេចក្តីសម្រេចបីដាក់ស្នើទៅខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបីឲ្យមានសិទ្ធិនៅក្នុងការប្រើប្រាស់កម្លាំងកងទ័ពដើម្បីការពារច្រកសមុទ្រហូម៉ូសនេះទៅតាមសំណើដែលស្នើឡើងដោយប្រទេសបារ៉ែនដែលជាប្រទេសមួយដែល
ជាប់ពាក់ព័ន្ធទៅនឹងវិបត្តិនៃការរងគ្រោះដោយសារតែសង្គ្រាមរបស់អាមេរិកអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយត្រូវអ៊ីរ៉ង់នេះគឺមានការបិទនៅច្រកសមុទ្រហូម៉ុសនេះចំណុចទាំងអស់នេះគឺគេរំពឹងថាវានឹងអាចចេញនៅច្រកមួយពីព្រោះថាមានតែច្រកមួយនេះទេដែលអាចមានសិទ្ធិនៅក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារតំបន់ច្រកនេះពីព្រោះថាបច្ចុប្បន្ននេះមានរាជច្រើនដោយសហរដ្ឋអាមេរិកនេះស្នើទៅកាន់ប្រទេស NATO ឬក៏ដូចជាសហភាពអឺរ៉ុបដូចជាបណ្ដាប្រទេសផ្សេងៗដែរគឺចង់ឲ្យមានការជួយអន្តរាគមន៍នៅក្នុងការបើកច្រកផ្លូវសមុទ្រនេះក៏ប៉ុន្តែវាទាល់តែប្រើប្រាស់កម្លាំងយោធាដើម្បីការពារហើយបើសិនជាប្រទេសអ៊ីរ៉ង់ធ្វើការបាញ់ប្រហារមកតើប្រទេសដែលទៅចូលរួមជួយការពារនេះអាចគ្រាន់តែដើម្បីការពារយកតែកប៉ាល់ទឹកពាំងឬក៏ត្រូវបាញ់តបទៅកាន់ប្រទេសអ៊ីរ៉ង់វិញហើយបើយោងទៅតាមច្បាប់ត្រូវប្រើប្រាស់កម្លាំងអង្គការសហប្រជាជាតិនេះវាទាល់តែមានការសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបអាចមានការប្រើប្រាស់នៅកម្លាំងយោធាដើម្បីវាយប្រហារទៅកាន់អ៊ីរ៉ង់ឬក៏ណាដែលអាចរារាំងចំពោះច្រកផ្លូវសមុទ្រហូម៉ុសនេះចឹងហើយវាទាល់តែមានការសម្រេចពីប្រឹក្សាចន្ទ្រៃនៃអង្គការសហប្រជាជាតិហើយឥឡូវនេះគោះបីជាមានការ lobby ពីបណ្ដាប្រទេសនៅអារ៉ាប់បណ្ដាប្រទេសមួយចំនួនដែលកំពុងតែស្នើដើម្បីគេមើលឃើញថាមានតែប្រទេសពីរទេតំណងជាអាចជំទាស់នោះគឺប្រទេសរុស្ស៊ីក៏ដូចជាប្រទេសចិនកន្លងមកនេះគឺប្រទេសចិននិងប្រទេសរុស្ស៊ីនេះក៏មានការណើផងដែរថាឲ្យអ៊ីរ៉ង់នេះគឺបញ្ចប់សង្គ្រាមហើយឲ្យប្រទេសអាមេរិកក៏ដូចជាអ៊ីស្រាអែលដែលជាអ្នកបង្កហេតុនេះគឺបញ្ចប់ដើម្បីបើកច្រកហើយសំណើថាឲ្យបើកច្រកសុកក៏ប៉ុន្តែឲ្យមានការបញ្ចប់សង្គ្រាមនោះគឺរុស្ស៊ីហើយនិងចិននេះមិនបានធ្លាប់លើកឡើងទេចំណុចនេះគឺជាលក្ខខណ្ឌមួយដែលពិបាកដែរបើសិនជាមានការសម្របសម្រួលពីប្រទេសអារ៉ាប៊ីសាអូឌីតឬក៏ប្រទេសបារ៉ែនដើម្បីឲ្យរុស្ស៊ីហើយនិងចិននេះគឺជួយធ្វើយ៉ាងណាបោះឆ្នោតដើម្បីឲ្យប្រើប្រាស់កម្លាំងកងទ័ពការពារច្រកសមុទ្រនេះម្ដងជាពិបាកនៅក្នុងការសម្រេចដែរថាការធ្វើបែបនេះវាហាក់ដូចជាមិនអាចបញ្ចប់សង្គ្រាមបានទេវាអាចគ្រាន់តែជាការមួយទៅម្ខាងតែប៉ុណ្ណោះថាសង្គ្រាមនេះបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហើយការរាំងខ្ទប់នេះគឺដោយសារតែការដែលសហរដ្ឋអាមេរិកអ៊ីស្រាអែលនេះវាយទៅកាន់ប្រទេសអ៊ីរ៉ង់ហើយអ៊ីរ៉ង់នេះក៏មានការបិទច្រកនេះដើម្បីដាក់សម្ពាធឲ្យអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិកនេះដកកម្លាំងកងទ័ពឬក៏បញ្ឈប់នឹងការវាយប្រហារទៅកាន់អ៊ីរ៉ង់គឺអ៊ីរ៉ង់នឹងបើកវិញហើយបើសិនជាមិនមានការបញ្ឈប់ទេគឺពិបាកនៅក្នុងការបើកវិញកលឹះដែលសំខាន់ដែលជាកលឹះស្នូលដើម្បីបញ្ឈប់សង្គ្រាមសហរដ្ឋអាមេរិកនេះគឺអ៊ីរ៉ង់មានតែច្រកមួយនេះទេហើយបើសិនជាបិទឬក៏បើកច្រកនេះឬក៏ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ក្នុងការដែលមានការបើកច្រកឬក៏ប្រើប្រាស់កម្លាំងកងទ័ពរួមដើម្បីបើកច្រកនោះវាគឺជារឿងមួយដែលគេពិបាកនៅក្នុងការគិតថាស៊ីក៏ដូចជាសហរដ្ឋអាមេរិកធ្វើបែបនេះពីព្រោះវាអាចនឹងធ្វើឲ្យព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង់នេះអាចបាត់បង់នៅសម្ពាធឬក៏បាត់បង់នៅកម្លាំងដើម្បីការដាក់សម្ពាធទៅកាន់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើសេចក្តីសម្រេចដកហូតសិទ្ធិពីប្រទេសអ៊ីរ៉ង់ដែលអ៊ីរ៉ង់កំពុងតែចាប់ច្រកសមុទ្រហូម៉ុសជាចំណាប់ខ្មាំងរបស់ខ្លួនតែយ៉ាងណាអាចប្រឈមមុខនឹងការបោះឆ្នោតជំទាស់ពីសំណាក់មហាអំណាចចិននិងរុស្ស៊ីសារព័ត៌មានអារ៉ាប់អនឡាញចុះផ្សាយថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោតដើម្បីពិនិត្យមើលពាក្យបណ្ដឹងរបស់ប្រទេសបារ៉េនដែលតំណាងឲ្យប្រទេសនៅតំបន់មជ្ឈមបូព៌ាប្តឹងទៅកាន់ស្ថាប័នពិភពលោកមួយនេះឲ្យចេញដំណោះស្រាយនឹងធ្វើសេចក្តីសម្រេចជាវិធានការមួយបង្ខំប្រើប្រាស់កម្លាំងទ័ពចម្រុះពហុសាសមួយដើម្បីរុញឲ្យមានការបើកច្រកសមុទ្រហូម៉ុសឡើងវិញហើយចាប់យកពីដៃរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារ៉ែនអាឌូឡោះរ៉ាហ្សាប៊ីនរ៉ាស៊ីអល់ហ្សាយ៉ានីបានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃប្រហោះទី1មេសាថាបារ៉ែនសង្ឃឹមថាការបោះឆ្នោតនៅថ្ងៃសុក្រទី3មេសានេះទៅលើបណ្ដឹងរបស់ប្រទេសបារ៉ែននេះនឹងបានទៅជាលទ្ធផលវិជ្ជមានមួយដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មប្រេងឥន្ធនៈនៅជុំវិញនៃតំបន់ជុំសមុទ្រពាក់ដោយមិនបារម្ភពីការរងការវាយប្រហារនោះទេនៅខណៈដែលត្រូវឆ្លងកាត់ច្រកសមុទ្រហូម៉ុសរដ្ឋមន្ត្រីការបរទេសនៃប្រទេសបារ៉ែនបញ្ជាក់ថាបារ៉ែនកំពុងតែសម្លឹងមើលអំពីចំហរូបភាពមួយចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអំឡុងនៃការធ្វើសេចក្តីសម្រេចដោយបោះឆ្នោតអនុម័តលើដំណោះស្រាយរបស់បារ៉ែនដែលតំណាងឲ្យប្រទេសតំបន់មជ្ឈមបូព៌ានេះគឺទៅថ្ងៃសុក្រទី3មេសានេះហើយថាការចាប់យកច្រកសមុទ្រហូម៉ុសដោយប្រទេសអ៊ីរ៉ង់នៅក្រោមការដឹកនាំរបស់របបសាធារណរដ្ឋអ៊ីស្លាមអារ៉ាប់នេះវាកាន់តែបង្កើននៅការប្រឆាំងនឹងច្បាប់ទម្លាប់អន្តរជាតិហើយប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់កប៉ាល់ដឹកព្រីងនិងពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់នេះវិធានមានវិបត្តិសេដ្ឋកិច្ចវិបត្តិព្រីងឥន្ធនៈដ៏គ្រោះថ្នាក់ចំពោះពិភពលោកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងសម្រេចអំពីភាពស្របច្បាប់នៃការប្រើប្រាស់ច្រកសមុទ្រហូម៉ុសដែលកំពុងធ្លាក់នៅក្នុងដៃរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់នេះក៏កើតឡើងទន្ទឹមនឹងប្រទេសអង់គ្លេសបានបើកសន្តិសិទ្ធិដ៏ធំមួយជាលក្ខណៈអន្តរជាតិហើយបានរកឃើញសម្លេងគ្រប់គ្រងទាមទារឲ្យមានការបើកច្រកសមុទ្រហូម៉ុសដោយលក្ខណៈសេរីនិងសុវត្ថិភាពនោះមានដល់ទៅ40ប្រទេសចូលរួមប្រទេសខ្លះសម្រេចរហូតដល់បញ្ជូនកងទ័ពនិងសព្វរបស់ពួកគេចូលដោះស្រាយនៃចំនួនច្រកសមុទ្រហូម៉ុសពីដៃរបស់កងទ័ពអ៊ីរ៉ង់ទៀតផងប៉ុន្តែប្រទេសឥណ្ឌាបានប្រកាសថាខ្លួនគេមិនបាច់និយាយពីសិទ្ធិរបស់អ៊ីរ៉ង់នោះទេព្រោះថាច្រកសមុទ្រហូម៉ុសវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់សមុទ្រអន្តរជាតិ UNCLOS ឆ្នាំ1982ប្រទេសទាំងឡាយណាដែលព្យាយាមកាន់កាប់ច្រកសមុទ្រអន្តរជាតិនេះបើទោះជាប្រទេសនោះអះអាងថាខ្លួនគេត្រូវតែមានកម្មសិទ្ធិក៏ដោយវាមិនអាចទៅរួចនោះទេព្រោះថាច្រកសមុទ្រហូម៉ុសក៏ដូចជាតំបន់ផ្សេងៗទៀតវាមិនកើតចេញពីកម្លាំងពលកម្មរបស់ប្រទេសនោះទេតែកើតចេញពីបាតុភូតធម្មជាតិតែប៉ុណ្ណោះអ៊ីរ៉ង់ចាប់យកច្រកសមុទ្រហូម៉ុសជាចំណាត់ខ្មាំងរបស់ខ្លួននេះភ្លាមៗនៅពេលដែលសហរដ្ឋអាមេរិកបើកការវិវត្តចូលទៅប្រទេសអ៊ីរ៉ង់រួមសហការជាមួយនឹងប្រទេសអ៊ីស្រាអែលប៉ុន្តែគេសង្កេតឃើញច្រកសមុទ្រហូម៉ុសនេះស្ថិតនៅក្នុងដៃរបស់អ៊ីរ៉ង់ច្រើនឆ្នាំមកហើយដែលកងឆ្មាំបដិវត្តអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងនិងត្រួតពិនិត្យការធ្វើនាវាចររបស់អន្តរជាតិឆ្លងកាត់ច្រកសមុទ្រនេះមិនតែប៉ុណ្ណោះអ៊ីរ៉ង់ចាប់រឹបអូសរហូតដល់បាញ់កប៉ាល់ដឹកព្រីងរបស់ប្រទេសមួយចំនួនទៀតផងឥណ្ឌាប្រតិកម្មថាខ្លួនគេមិនចាំបាច់សុំការយល់ព្រមពីអ៊ីរ៉ង់អ្វីនោះទេព្រោះច្រកសមុទ្រហូម៉ុសវាពិតណាស់មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ៊ីរ៉ង់នោះទេហើយឥណ្ឌាប្រកាសថាខ្លួនគេនឹងចាត់វិធានការប្រសិនបើនាវារបស់ឥណ្ឌាត្រូវរងការវាយប្រហារនោះតែឥណ្ឌាបានប្រកាសថាឥណ្ឌាបានបញ្ជូននាវាចម្បាំងដល់ទៅ7គ្រឿងដើម្បីចូលទៅការពារកប៉ាល់ដឹកព្រីងរបស់ឥណ្ឌាដែលត្រូវឆ្លងកាត់ច្រកសមុទ្រហូម៉ុសនេះ
គឺសង្កេតឃើញបណ្ដាប្រទេសអារ៉ាប់ជាច្រើនបានគ្រប់គ្រងបណ្ដឹងរបស់ប្រទេសបារ៉ែនដែលដឹងឲ្យដកសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ដែលអ៊ីរ៉ង់ចាប់យកច្រកសមុទ្រហូមូសជាចំណាត់ខ្មាំងរបស់ខ្លួននៅពេលនេះប្រទេសជុំសមុទ្រពេទ្យប្រកាសថាវាជាសរសៃសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំបំផុតមិនត្រឹមតែតំបន់មជ្ឈមណ្ឌលនោះទេគឺសម្រាប់តំបន់ជាច្រើនទៀតជាពិសេសគឺតំបន់អាស៊ីប៉ាស៊ីហ្វិកដែលប្រើប្រាស់ការដឹកព្រៀងឆ្លងកាត់ច្រកសមុទ្រហូមូសនេះដល់ទៅ 80% ដែលប្រទេសនៅតំបន់អាស៊ីរាប់ទាំងប្រទេសនេះផងដែរទីយកព្រៀងពីតំបន់មជ្ឈមណ្ឌលគឺកប៉ាល់ពួកគេត្រូវឆ្លងកាត់ច្រកសមុទ្រហូមូសនេះបារ៉ែនបានដាក់ពាក្យប្តឹងឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិសម្រាប់នេះតាំងពីសប្តាហ៍មុនមកនោះគណៈកម្មការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃប្រហែលបានសម្រេចថាបញ្ជូនបណ្ដឹងរបស់ប្រទេសបារ៉ែននេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅជាពម្រុតនោះទីបើទោះជាអាចបោះឆ្នោតជំទាស់ពីប្រទេសរុស្ស៊ីនិងប្រទេសចិនក៏ត្រូវតែឆ្លងកាត់ដំណាក់កាលនៃសវនកម្មរបស់ស្ថាប័នដ៏មានអំណាចនៃពិភពលោកនេះប្រទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថាគីនឹងទទួលបានសិទ្ធិពេញលេញនៃការប្រើប្រាស់ច្រកសមុទ្រហូមូសនេះរុស្ស៊ីបានផ្ដល់សញ្ញានៃការទាត់ចោលបណ្ដឹងរបស់ប្រទេសបារ៉ែនតំណាងឲ្យប្រទេសនៅតំបន់ជុំសមុទ្រពេទ្យរួចទៅហើយរុស្ស៊ីហាងថាច្រកសមុទ្រហូមូសបើទោះស្ថិតនៅក្នុងផ្នែកមួយនៃផ្លូវនាវាចរអន្តរជាតិប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវឲ្យដឹងថារុស្ស៊ីមានសិទ្ធិជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់បច្ចុប្បន្ននេះក្នុងការប្រើប្រាស់ច្រកសមុទ្រហូមូសចំណែកឯប្រទេសចិនមិនបានធ្វើសេចក្តីថ្លែងការណ៍ប្រតិកម្មនៅមុនការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទីចិនស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់តែបើរុស្ស៊ីបែរជាបោះឆ្នោតជំទាស់វេតូពិតណាស់វានឹងមិនធ្វើឲ្យដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទៅលើប្រទេសអ៊ីរ៉ង់បាននោះទេក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវពិនិត្យមើលធម្មនុញ្ញរបស់អង្គការសហប្រជាជាតិត្រង់ចំពុកទី7តើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានវិធានការបែបណាដើម្បីប្រកាសថាច្រកសមុទ្រហូមូសវាជាផ្លូវនាវាចរសម្រាប់ការប្រើប្រាស់សកលនៅពេលនោះហើយតើការចាប់យកជាកម្មសិទ្ធិផ្ដាច់មុខដោយប្រទេសអ៊ីរ៉ង់វាបានរំលោភលើស្មារតីនៃច្បាប់និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ1982ដែរឬទេអ្នកការទូតជាច្រើនជឿថានៅក្នុងសវនកម្មនេះតំណងនឹងកែប្រែខ្លះស្មារតីនៃដំណោះស្រាយនៅមុនការសម្រេចបោះឆ្នោតដូចជាការមិនអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំងទ័ពដើម្បីចាប់យកច្រកសមុទ្រហូមូសដោយអំពើហិង្សានោះទេព្រោះគេដឹងថារុស្ស៊ីនិងចិនអាចនឹងប្រតិបត្តិផងដែរមិនគ្រប់គ្រងការប្រើប្រាស់កម្លាំងទ័ពនោះទេហើយបើមានការបង្ខិតបង្ខំរុស្ស៊ីតំណងនឹងប្រើប្រាស់សិទ្ធិបោះឆ្នោតជំទាស់មិនឲ្យសេចក្តីសម្រេចនេះចេញរួចនោះទេប៉ុន្តែហានិភ័យអាចនឹងកើតមានគេថាបណ្ដាប្រទេសជាច្រើនដែលឆ្លងកាត់សន្និសីទរៀបចំដោយប្រទេសអង់គ្លេសកាលពីថ្ងៃប្រហោះរកឃើញដល់ទៅ40ប្រទេសគ្រប់គ្រងឲ្យមានវិធានការអន្តរជាតិជាបន្ទាន់ទៅលើប្រទេសអង់ដែលចាប់យកច្រកសមុទ្រហូមូសនោះពួកគេអាចនឹងប្រើប្រាស់ដោយយន្តហោះចម្បាំងឬក៏នាវាចម្បាំងរបស់ពួកគេដូចនឹងប្រទេសឥណ្ឌាបានព្រមានហើយនេះវានឹងក្លាយជាទម្លាប់អាក្រក់កាន់តែអាក្រក់ថែមទៀតចាំមិនចង់វានឹងក្លាយទៅជាការប្រយុទ្ធរួមកម្លាំងគ្នារបស់សហគមន៍អន្តរជាតិវាប្រើរំដោះច្រកសមុទ្រហូមូសនេះពីដៃរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាករណីច្រកសមុទ្រហូមូសនេះអាមេរិកមិនធ្វើតែឯកនោះទេព្រោះផលប្រយោជន៍មិនមែនមានតែសហរដ្ឋអាមេរិកនោះទេអាមេរិកចង់ឃើញសហគមន៍អន្តរជាតិប្រទេសជាច្រើនទៀតចូលពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកចាប់យកច្រកសមុទ្រហូមូសនេះឲ្យមានសេរីភាពវិញពីដៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោកដូណាល់ត្រាំបានព្រមានថាអាមេរិកបានសម្រេចចាប់យកច្រកសមុទ្រហូមូសដោយឯកតោភាគីអាមេរិកច្បាស់ជានឹងធ្វើការទៀងទាត់នៃផលប្រយោជន៍របស់ខ្លួននៃការគ្រប់គ្រងច្រកសមុទ្រហូមូសនេះយ៉ាងណាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់កាសាមហ្គារីបាបាឌីបានបញ្ជាក់ថាច្រកសមុទ្រហូមូសប្រទេសតែពីរគត់ដែលមានសិទ្ធិក្នុងការគ្រប់គ្រងគឺប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ុំមែនដែលពួកគេសិតតែមានឆ្នេរសមុទ្រជាប់នឹងច្រកសមុទ្រហូមូសនេះអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថាការធ្វើនាវាចរត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនិងសម្របសម្រួលដោយប្រទេសទាំងពីរនេះយ៉ាងណាការដែលអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ប្រើពាក្យថាប្រទេសអ៊ុំមែនដែលមានកម្មសិទ្ធិផងដែរព្រោះអ៊ុំមែនមានឆ្នេរសមុទ្រជាប់នឹងច្រកសមុទ្រហូមូសនេះវាជាសញ្ញាមួយបង្ហាញថាអ៊ីរ៉ង់កំពុងតែទាញឲ្យអ៊ុំមែនចូលមកពាក់ព័ន្ធនឹងខ្លួនផងដែរដើម្បីប្រជែងនឹងឯកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដើមឡើយអ៊ីរ៉ង់ប្រកាសថាច្រកសមុទ្រហូមូសនេះមានតែអ៊ីរ៉ង់ទេមានកម្មសិទ្ធិជាងគេព្រោះឆ្នេរសមុទ្ររបស់អ៊ីរ៉ង់មានភាពល្វឹងល្វើយជាងប្រទេសអ៊ុំមែនតែនៅពេលការបោះឆ្នោតដើម្បីអនុម័តលើបណ្ដឹងរបស់ប្រទេសបារ៉ែនដែលសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានវិធានការផ្លូវច្បាប់ដ៏រឹងមាំមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះគឺសង្កេតឃើញតំណាងរបស់រុស្ស៊ីនិងអង្គការសហប្រជាជាតិបានថ្លែងដោយបញ្ជាក់ថាទីក្រុងមូស្គូពិតជាកំពុងស្វែងរកដំណោះស្រាយមួយសម្រាប់គ្រប់គ្រងច្រកសមុទ្រហូមូសនេះឲ្យមានលក្ខណៈទូលំទូលាយប៉ុន្តែរុស្ស៊ីចង់ស្វែងរកអំពីភាពស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិច្រកសមុទ្រហូមូសនេះហើយករណីនៃការបង្កឲ្យមានវិបត្តិនៃការគ្រប់គ្រងច្រកសមុទ្រហូមូសនេះចំណែកឯប្រទេសចិននៅវិញដែលកោតទោសសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាត់ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាន់យីធ្លាប់បាននិយាយថាច្រកសមុទ្រហូមូសនេះវាត្រូវតែមានដំណោះស្រាយដោយសន្តិវិធីមិនគួរប្រើប្រាស់កម្លាំងទ័ពបង្កអស្ថិរភាពកាន់តែធ្ងន់ធ្ងរថែមទៀតនោះទេលោកវ៉ាងជីបានប្រកាសថាអំពើឈ្លានពានរបស់សហរដ្ឋអាមេរិកនេះវាបានរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរណាស់ទៅហើយគេមិនត្រូវនាំគ្នារំលោភច្បាប់អន្តរជាតិទៀតនោះទេករណីនៃច្រកសមុទ្រហូមូសនេះថាតើច្រកសមុទ្រហូមូសនេះវាត្រូវតែជាផ្លូវនាវាចរសម្រាប់អន្តរជាតិឬក៏ជាផ្នែកមួយផ្ដាច់មុខរបស់ប្រទេសអ៊ីរ៉ង់ព្រោះចិនក៏កំពុងចង់បានភាពផ្ដាច់មុខនៃច្រកសមុទ្រតៃវ៉ាន់ផងដែរព្រោះចិនអាងថាច្រកសមុទ្រតៃវ៉ាន់នៅតែស្ថិតនៅក្នុងដែនអធិបតេយ្យនៃប្រទេសចិនតែប្រឆាំងនឹងថ្កោលទោសប្រទេសទាំងឡាយណាដែលប្រើប្រាស់នាវាឆ្លងកាត់ទាំងនាវាស៊ីវិលទាំងនាវាយោធាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចិនចាត់ទុកថាជាការបំពានអធិបតេយ្យភាពរបស់ចិនមានការវាយប្រហារស្ពាននៅក្នុងប្រទេសអ៊ីរ៉ង់មករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើឲ្យសេចក្តីរាយការណ៍ពីសារព័ត៌មាននៅក្នុងប្រទេសអ៊ីរ៉ង់ថាអ៊ីរ៉ង់កំពុងតែប្រមូលនៃបញ្ជីស្ពានមួយចំនួននៃបណ្ដាប្រទេសនៅជាប់ជុំវិញនៅក្នុងប្រទេសអ៊ីរ៉ង់នោះដើម្បីធ្វើផែនការសងសឹកនៅក្នុងពេលខាងមុខនេះសារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយនៅក្នុងបញ្ជីស្ពានយុទ្ធសាស្ត្រដែលមានទីតាំងនៅប្រទេសមជ្ឈមបូព៌ាជាច្រើនបន្ទាប់អំពីការសងសឹកដែលអាចកើតមានបន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក
និងអ៊ីស្រាអែលទៅលើស្ពាន B1 នៅក្នុងទីក្រុងការ៉ាច់ជិតទីក្រុងតេហេរ៉ង់យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន FAH កណ្ដាលផ្លូវការហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមានស្ពាន Sheikh Jabir ស្ពាន Al Hamed នៅក្នុងប្រទេសគុយវ៉ែតស្ពាន King Fahd ដែលភ្ជាប់អារ៉ាប៊ីសាអូឌីតនិងបារ៉ែនទៅកាន់ Al Khobar និងស្ពាន Sheikh Khalifa នៅក្នុងប្រទេសអារ៉ាប់រួមនៅប្រទេសជ័រដានីឯនោះវិញក៏មានស្ពាន King Hussein និងស្ពាន Adam Adun ស្ថិតនៅក្នុងបញ្ជីនេះផងដែរការបោះពុម្ពផ្សាយទីតាំងទាំងនេះដោយមានប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបង្ហាញថាពួកគេអាចត្រូវបានចាត់ទុកថាជាគោលដៅសងសឹកដែលអាចកើតមាននៅមុននេះបន្តិចនៅថ្ងៃនេះការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលពីរដងបានកំណត់ទៅលើគោលដៅស្ពាន B1 ដែលជាអ័ក្សដ៏សំខាន់មួយដែលភ្ជាប់ទីក្រុងតេហេរ៉ង់ទៅកាន់ទីក្រុងការ៉ាច់នៅក្នុងខេត្ត Al-Bos គឺជាព័ត៌មានមួយដែលសារព័ត៌មានរបស់ប្រទេសអ៊ីរ៉ង់បានធ្វើការផ្សាយថាឲ្យអំពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានការទម្លាក់គ្រាប់បែកផ្ដាច់ស្ពានរបស់អ៊ីរ៉ង់ឲ្យមានការកំទេចទៅលើស្ពានមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់នេះធ្វើឲ្យអ៊ីរ៉ង់ក៏មានការប្រកាសនៅក្នុងការសងសឹកដើម្បីកំទេចស្ពាននៅក្នុងតំបន់ជុំវិញដើម្បីធ្វើការសងសឹកចំពោះអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនោះដែរហើយឥឡូវនេះគឺស្ថិតនៅក្នុងបញ្ជីស្ពានមួយចំនួនគឺនៅជុំវិញប្រទេសអ៊ីរ៉ង់នេះគឺយ៉ាងហោចណាស់ក៏មានប្រទេស3-4ផងដែរដែលត្រូវបានត្រៀមនៅក្នុងការកំទេចពីសំណាក់កងទ័ពរបស់អ៊ីរ៉ង់តាមប្រព័ន្ធមីស៊ីលនេះសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាដោយទម្លាក់គ្រាប់បែកផ្ដាច់ស្ពានដ៏សំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់ហើយបាននោះចំនួន8នាក់និងច្រើនអ្នកទៀតរងរបួសយ៉ាងខ្លាំងក្លាហើយកំពុងតែសង្គ្រោះនៅក្នុងមន្ទីរពេទ្យយោងទៅតាមសារព័ត៌មានផ្សាយរបស់ Al Jazeera B1 នេះនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃពហុទី2ខែមេសាឆ្នាំ2026ដែលបណ្ដាលឲ្យទាំងកម្មករទាំងអ្នកជិតខាងនៅទីនោះព្រោះថាស្ពាននេះកំពុងតែស្ថិតនៅក្រោមការសាងសង់នៅឡើយនោះស្ពាន B1 នេះគឺជាគម្រោងវិស្វកម្មទំនើបដ៏លេចធ្លោមួយរបស់អ៊ីរ៉ង់ដែលមានប្រវែង 1000 ម៉ែត្រនិងត្រូវបានសាងសង់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រវាងទីក្រុងតេហេរ៉ង់ខារ៉ាច់ព្រមទាំងជួយសម្រួលទៅដល់ការធ្វើដំណើរឆ្ពោះទៅកាន់បណ្ដាប្រទេសនានានៅភាគខាងជើងនៃប្រទេសអ៊ីរ៉ង់នោះផងដែរប្រតិកម្មទៅរឿងនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់គឺលោក Abbas Araghchi ក៏បានអះអាងថាការវាយប្រហារទៅលើសំណង់ស៊ីវិលរួមទាំងស្ពានដែលមិនទាន់បានសាងសង់រួចរាល់នេះនឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បាននោះទេលោក Araghchi ក៏បានបង្ហោះសារទៅលើបណ្ដាញសង្គម X ថាការវាយប្រហារទៅលើស្ពាននៅក្នុងទីក្រុងការ៉ាច់គ្រាន់តែបង្ហាញឲ្យឃើញអំពីបរាជ័យនិងការដួលរលំផ្នែកសិលធម៌នៃសត្រូវដែលកំពុងស្ថិតនៅក្នុងភាពច្របូកច្របល់តែប៉ុណ្ណោះហើយអ្វីដែលមិនអាចងើបឡើងវិញបាននោះគឺការខូចខាតទៅដល់កិត្តិយសភាពរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយទន្ទឹមនឹងនោះប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានចេញផ្សាយនៅបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្ដាប្រទេសតំបន់ដើម្បីកំទេចនៅក្នុងការសងសឹកនិងការឆ្លើយតបទៅលើទង្វើរបស់សហរដ្ឋអាមេរិកដែរនៅក្នុងបញ្ជីនោះគឺរួមមានស្ពានដែលឆ្លងសមុទ្រឈ្មោះ Sheikh Jabir Al Hamed Al Sabah នៅគុយវ៉ែតហើយស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែនស្ពាន Sheikh Zayed និងស្ពាន Sheikh Khalifa អារ៉ាប់រួមក៏ដូចជាស្ពាន King Hussein ស្ពាន Damir និងស្ពាន Adun ស្ថិតនៅជ័រដានីនោះផងដែរបាទនេះគឺជាព័ត៌មានដែលបង្ហាញឲ្យឃើញថាឥឡូវនេះរដ្ឋអាមេរិកនេះគឺមានការវាយប្រហារទៅលើស្ពានដើម្បីកាត់ផ្ដាច់នៅហេដ្ឋារចនាសម្ព័ន្ធមានការឆ្លងកាត់ទៅកាន់បណ្ដាប្រទេសមួយចំនួនហើយរឿងនេះគឺធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានធ្វើការរិះគន់ថ្កោលទោសទៅដល់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកធ្វើនេះគឺបង្ហាញអំពីការបាត់បង់ខាងសិលធម៌ដែលប៉ះពាល់ទៅដល់កិត្តិយសភាពដែលសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចតែបែរជារំលោភទៅលើច្បាប់សង្គ្រាមក្នុងការបាញ់បំផ្លាញនៅស្ពានស៊ីវិលដែលមិនមែនជាយោធាហើយនេះគឺជាអ្វីដែលធ្វើឲ្យអ៊ីរ៉ង់លើកឡើងថាការជ្រួលច្បល់មួយរបស់អាមេរិកដែលបាត់បង់ទៅនឹងសិលធម៌របស់ខ្លួននៅក្នុងនាមជាប្រទេសមហាអំណាចតែបីជាមានការលើកឡើងបែបនេះក៏ដោយក៏មានរដ្ឋមន្ត្រីការបរទេសទីអ៊ីរ៉ង់នេះមិនបានឆ្លើយតបថាត្រូវសងសឹកយ៉ាងណាទេក៏ប៉ុន្តែយោងទៅតាមកសែតនៅក្នុងប្រទេសអ៊ីរ៉ង់វិញថាអ៊ីរ៉ង់នេះគឺមានបញ្ជីស្ពានដែលត្រូវកំទេចច្រើនផងដែរនៅឯប្រទេសគុយវ៉ែតនៅឯប្រទេសបារ៉ែនហើយនិងស្ពានមួយចំនួនទៀតនៅអារ៉ាប់រួមក៏ដូចជានៅក្នុងប្រទេសជ័រដានីផងដែរនេះគឺជាអ្វីដែលទីអ៊ីរ៉ង់យល់ឃើញថាសិនជារឿងនេះនៅតែបន្តគឺប្រទេសអ៊ីរ៉ង់នឹងកំដរទៅតាមសហរដ្ឋអាមេរិកមានន័យថាអាមេរិកកំទេចអីគឺអ៊ីរ៉ង់នឹងកំទេចនោះដែរកន្លងមកនេះគឺអាមេរិកគម្រាមថានឹងកំទេចនៅរោងចក្រប្រេងឬក៏ឃ្លាំងប្រេងស្ថានីយ៍ប្រេងរបស់ប្រទេសអ៊ីរ៉ង់គឺអ៊ីរ៉ង់ក៏មានការប្រកាសនៅក្នុងការកំទេចចំពោះស្ថានីយ៍ប្រេងឬក៏រោងចក្រប្រេងនៅជុំវិញបណ្ដាប្រទេសរបស់ខ្លួនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះដែរនេះគឺជាព័ត៌មានដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងគណៈពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិឬក៏ក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនេះគឺលោក Hesed ក៏បានធ្វើការប្រកាសនៅក្នុងការបញ្ជាឲ្យនាយសេនាធិការចម្រុះកងទ័ពរបស់សហរដ្ឋអាមេរិកគឺលោក George បីចូលនិវត្តន៍ភ្លាមៗជាបន្ទាន់បន្ទាប់អំពីមានការរកម្មរកនៅអ៊ីរ៉ង់ឬក៏ទំនងជាលោកមិនស្ដាប់បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឬក៏យ៉ាងណានោះបានជាមានការដកជាបន្ទាន់ការដកនេះគឺក្នុងគណៈពេលដែលលោក Donald Trump បានធ្វើការប្រកាសថានឹងធ្វើសង្គ្រាមធំឲ្យប្រទេសអ៊ីរ៉ង់នេះក្លាយទៅជាយុគថ្មហើយឆ្លើយតបនោះក៏មានការលើកឡើងអំពីអ៊ីរ៉ង់ថានឹងត្រៀមកងទ័ព70000នាក់ដើម្បីត្រៀមចាំស្វាគមន៍សហរដ្ឋអាមេរិកនោះត្រីមន្ទីរបញ្ចកោណម្នាក់បានប្រាប់ CNN នៅថ្ងៃប្រហ័សថានាយសេនាធិការចម្រុះនៃកងទ័ពអាមេរិកលោកឧត្តមសេនីយ៍ Randy Job បានរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បានប្រាប់ឲ្យចូលនិវត្តន៍ជាបន្ទាន់យោងទៅតាមសារព័ត៌មាន CNN ផ្សាយកាលពីថ្ងៃទី3ខែមីនាអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណលោក Sean Panel បានបញ្ជាក់អំពីការចូលនិវត្តន៍របស់លោក George ពីថ្ងៃប្រហ័សដោយសរសេរទៅលើបណ្ដាញសង្គម X របស់ខ្លួនថាលោក Randy A George នឹងចូលនិវត្តន៍មានតំណែងជាសេនាធិការទី41នៃកងទ័ពជាតិត្រូវបានចូលនិវត្តន៍ជាធរមានក្រសួងការពារជាតិមានអំណរគុណចំពោះការបម្រើនៃប្រទេសជាតិរបស់លោក George អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះសារព័ត៌មាន CBS បានរាយការណ៍ជាលើកដំបូងពីការបណ្ដេញលោក George ចេញពីតំណែងមន្ត្រីនៃមន្ទីរបញ្ចកោណក៏បានបញ្ជាក់ថាសេនាធិការទី41នេះ
ត្រូវបានចូលនិវត្តន៍ភ្លាមៗការធ្វើឡើងរបស់លោក Hayes ក៏បានធ្វើឡើងបន្ទាប់អំពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិអំពីសង្គ្រាមអ៊ីរ៉ង់នៅក្នុងសន្ទរកថានោះលោក Donald Trump បង្ហាញអំពីសញ្ញាថាសហរដ្ឋអាមេរិកនឹងបង្កើននូវការវាយប្រហារទៅលើអ៊ីរ៉ង់បន្ទាប់អំពីខ្លួនធ្លាប់បានលើកឡើងពីមុនថាសហរដ្ឋអាមេរិកអាចនឹងបញ្ចប់សង្គ្រាមនៅក្នុងរយៈពេល2ទៅ3សប្តាហ៍ក្រោយអំពីការបណ្ដេញលោក George នៅក្នុងពេលថ្មីៗនេះលោក Hayes ក៏បានបណ្ដេញមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនថែមទៅទៀតនៅក្នុងអំឡុងពេលនៃការកាន់តំណែងជារដ្ឋមន្ត្រីគួរបញ្ជាក់ផងដែរថាលោក George គឺជាមន្ត្រីកងទ័ពថ្មើរជើងម្នាក់ដែលបញ្ចប់ការសិក្សាពីសាលាយោធាសហរដ្ឋអាមេរិក West Point នៅក្នុងឆ្នាំ1988លោកបានបម្រើការជាប្រធានយោធាចាប់តាំងពីខែកញ្ញាឆ្នាំ2023ហើយក៏បានបម្រើការជាជំនួយការយោធាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការពារជាតិគឺលោក Lloyd Austin នៅក្នុងរដ្ឋបាលរបស់លោក Joe Biden នោះផងដែរបាទប្រិមិត្តនេះគឺជាព័ត៌មានមួយដែលថ្មីៗនេះគឺមានការលើកឡើងពីរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកគឺលោក Hayes បានធ្វើការ